សួស្តីបងប្អូននេះគឺជាកម្ពុជាយន្ត off road យើងហៅវាថាជាកម្ពុជាយន្ត off road គឺដោយសារតែវាមានកម្លាំងរហូតដល់660សេសបងប្អូនស្រាប់មិនច្រឡំទេគឺ660សេសហើយកម្លាំងរមួលរបស់វាគឺរហូតដល់760 Newton m តែនេះគឺវាខ្លាំងជាង Mercedes AMG G63 ទៅទៀតបងប្អូននេះគឺជា Leopard 5 ផលិតក្នុងឆ្នាំ2025របស់ក្រុមហ៊ុន BYD ដែលបំពាក់ជាមួយនឹងម៉ាស៊ីន plug-in hybrid 1.5 turbo charge ហើយបំពាក់ជាមួយនឹងបច្ចេកវិទ្យា DMO ដែលជាបច្ចេកវិទ្យាចុងក្រោយទំនើបបំផុតរបស់ BYD ដែលបំពាក់ទៅលើប្រភេទរថយន្ត off road DMO មានន័យថា dual mode off road ហើយផលិតបានកម្លាំងរហូតដល់660សេសបងប្អូនហើយនឹងកម្លាំងរមូលរហូតដល់700 Newton m ជាមួយនឹងម៉ាស៊ីន plug-in hybrid 1.5 បងប្អូនអាចបើកបរជាមួយនឹងអគ្គិសនីសុទ្ធបានរយៈចម្ងាយរហូតដល់125 គីឡូនិងបើសិនជាបងប្អូនបើកជាមួយនឹងមុខងារ hybrid គឺវាស៊ីប្រេងអស់ត្រឹមតែ 8.8 លីត្រទាំងអស់ប៉ុណ្ណោះក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រយើងមើលជាមួយនឹងការ design ផ្នែកខាងក្រៅរបស់ Leopard 5 បងប្អូនគឺរាងជ្រុងកាចអំណាចហើយនឹងមាំដូចជាបរោះដែលមានសាច់ដុំកង់ធំអញ្ចឹងបងប្អូនពិតជាស័ក្តិសមជាមួយនឹងប្រភេទឡាន off road មែនតើបងប្អូនយើងមើលផ្នែកខាងមុខគឺរាងជ្រុងរំលេចជាមួយនឹងប៉ាណាដែលមានបង្កប់ជាមួយនឹង logo នេះគឺ logo ដែលបញ្ជាក់អំពីផ្នែកខាងអាខិនគឺ Leopard 5 បងប្អូនណា Leopard 5យើងមើលមកចង្គៀងវិញចង្គៀងគឺរាងជ្រុងហើយរំលេចជាមួយនឹងភ្លើង daytime running light បាទស្អាតមែនតើរាងជ្រុងព័ទ្ធជុំវិញចង្គៀងហើយនឹងមាន LED សម្រាប់បំភ្លឺផ្លូវពេលយប់ LED នេះគឺភ្លឺច្បាស់ខ្លាំងមែនតើបងប្អូនណា Leopard 5 គឺភ្លើងភ្លឺខ្លាំងមែនតើនៅពេលយប់បងប្អូនចំពោះការ design ផ្នែកខាងក្រោយក៏ដូចគ្នាជាងដែរបងប្អូនគឺរាងជ្រុងបាទស៊ីជាមួយនឹងផ្នែកខាងមុខមែនតើបងប្អូនណាហើយភ្លើង stop នេះគឺស្អាតខ្លាំងខ្ញុំស្រឡាញ់ភ្លើង stop របស់ Leopard 5 ខាងក្រោយមែនតើបងប្អូនរំលេចជាមួយនឹងកង់សកួរបងប្អូននេះស្អាតមែនតើណាកង់សកួរបាទក្លុបគឺស្អាតហើយសូម្បីតែ logo របស់ Leopard 5 បាទក៏រំលេចចេញភ្លើងដែរគឺស្អាតខ្លាំងមែនតើបងប្អូនបាទស្អាតខ្លាំងមែនតើ Leopard 5 គឺពិតជាធ្វើបានល្អមែនតើបងប្អូនជាមួយប្រភេទឡាន off road បាទសម្រាប់ទំហំរបស់ Leopard 5 គឺធំខ្លាំងមែនតើបងប្អូនដែលមានប្រវែងបណ្ដោយរហូតទៅដល់4.89 ម៉ែត្របងប្អូនហើយកម្ពស់រហូតទៅដល់1.97 ម៉ែត្របាទ1.97 ម៉ែត្រនិងទទឹងរហូតទៅដល់1.92 ម៉ែត្រទំហំនេះគឺធំខ្លាំងមែនតើសម្រាប់រថយន្ត SUV បងប្អូនណាហើយបើយើងបើកកម្ពស់របស់វាពីបានឡើងរហូតទៅដល់ដីវិញរហូតទៅដល់28 សង់ទីម៉ែត្រខ្ពស់ខ្លាំងមែនតើបងប្អូនបាទខ្ពស់ខ្លាំងមែនតើឡាននេះដល់ពេលយើងបើកទ្វារឡានហើយយើងឃើញដំបូងគេគឺឈ្នន់អូតូហើយនេះគឺជាចំណុចសំខាន់បំផុតសម្រាប់ឡាន off road ដែលមានកម្ពស់ខ្ពស់សម្រាប់ទ្វារទី5ជាប្រភេទទ្វារបឺតបងប្អូននេះយើងគ្រាន់តែដាក់មកគឺវាបឺតតែម្ដងណាបឺតអូខេបឺតអញ្ចឹងនៅខាងក្លុបក្រោយគឺទលាយខ្លាំងបងប្អូនបាទទលាយខ្លាំងមែនតើដាក់សម្ភារៈបានច្រើនសម្រាប់ការដើរលេងពេញៗបងប្អូនណាទលាយខ្លាំងមែនតើយើងអង្គុយគឺទលាយល្អហើយជាមួយនឹងបូមទប់ទ្វារនេះគឺអាចឡុកបានពេលយើងឡុកទ្វារដើម្បីយើងដាក់បើដើរលេងពេញនេះយើងមានប្រភេទទូម្យ៉ាងយើងអាចពួកជាមួយនឹងកន្លែងនេះដើម្បីដាក់ជើងយើងដាក់សម្ភារៈអីផ្សេងៗធ្វើមកធ្វើអីពេលយើងដើរលេងពេញៗបងប្អូនណាបាទ Leopard 5 គឺបំពាក់មកជាមួយនឹងប្រភេទយ៉ាន់18ជាយ៉ាន់ original ចេញពីរោងចក្រសម្រាប់យ៉ាន់18បងប្អូនអាចលេងជាមួយសបក off road ជាប្រភេទកង់ក្រោះបានស្អាតតែបើសិនបងប្អូនមិនទៅចូលចិត្តលេងកង់ក្រោះកង់ off road ទេបងប្អូនអាចប្រើជាមួយនឹងយ៉ាន់20បងប្អូនណាយ៉ាន់20ជាមួយសបកកង់ទំហំប៉ុណ្ណេះគឺមើលទៅរាងសមស្អាតសមសួនបងប្អូនណាមិន off road ពេកមិន on road ពេកមើលទៅគឺសមសួនស្អាតតែម្ដងហើយសម្រាប់ប្រភេទជើងក្រោមវិញបងប្អូនគឺប្រភេទdouble wishbone independent suspension មានថាជាប្រភេទជើងក្រោមដែលប្រើជាមួយនឹងស្លាបបញ្ជូរដប់ហើយនឹងកង់មួយគឺវាឯករាជ្យគ្នាប្រព័ន្ធនេះគឺរឹងមាំខ្លាំងហើយនឹងបើកបរគឺមានផាសុកភាពខ្លាំងគឺវាជួយទប់លំនឹងបានល្អមិនរលាក់មិនធ្លងហើយអ្វីដែលសំខាន់គឺវារត់បានល្អនៅលើផ្លូវដែលមានស្ថានភាពស្មុគស្មាញខ្លាំងបងប្អូនបាទហើយអ្វីដែលសំខាន់មួយទៀតនោះគឺបូមបងប្អូនណាគឺជាប្រភេទបូមឡើងចុះដែលប្រើ hydraulic ប្រភេទបូមឡើងចុះ hydraulic គឺរឹងមាំខ្លាំងជាងការប្រើគឺយូរបំផែងហើយជួយទប់លំនឹងឡានយើងបានល្អខ្លាំងមែនតើបងប្អូនអញ្ចឹងឡាន Leopard 5 នេះគឺបំពាក់មកជាមួយនឹងបូមឡើងចុះផងដែរជាប្រភេទ hydraulic suspension បងប្អូនណាហើយខាងក្នុងយើងឃើញថារៀបចំបានល្អមែនតើបងប្អូនគឺទលាយល្អទាំងខាងតកងអង្គុយទាំងខាងអ្នករួមដំណើរហើយការ design គឺបែបជ្រុងបងប្អូនបែបជ្រុងស័ក្តិសមទៅនឹងឡាន off road មែនតើបងប្អូនណាស័ក្តិសមមែនតើហើយចំពោះកៅអីអង្គុយវិញបងប្អូនពួកកៅអីអង្គុយគឺធំទលាយល្អហើយអង្គុយទៅមានអារម្មណ៍ថាក្តោបខ្លួនរបស់យើងបាទយើងជាអ្នកបើកបរគឺមានអារម្មណ៍ថាក្តោបអញ្ចឹងគឺមានផាសុកភាពខ្លាំងមែនតើអញ្ចឹងនៅពេលដែលយើងបើកបរផ្លូវឆ្ងាយឬក៏បើកយូរម៉ោងក៏ដោយក៏យើងអត់មានអារម្មណ៍ហត់នឿយដែរជាមួយនឹងកៅអីដែលមានទម្រង់ធំហើយក្តោបខ្លួនយើងល្អបែបនេះមើលឃើញថាការរៀបចំនៅប្រអប់កណ្ដាលកន្លែងចង្កឹះលេខបងប្អូនហើយនឹងជាមួយនឹងប៊ូតុងចុចគឺរៀបចំបានស្អាតមែនតើបងប្អូនហើយមើលទៅពិតជាស័ក្តិសមជាប្រភេទឡាន off road តែរឹងមាំធន់នឹងប្រើបានយូរហើយបើយើងទៅលេខមកមើលលើតាប្លូគឺមានអេក្រង់រហូតដល់3
ដែលក្រង់ទី1ជាក្រង់ខាងតកងបាទខាងអ្នកបើកបរដែលបង្ហាញព័ត៌មានទូទៅសម្រាប់អ្នកបើកបរហើយនឹងអេក្រង់ចំកណ្ដាលជាប្រភេទអេក្រង់កំសាន្តហើយអេក្រង់កំសាន្តចំកណ្ដាលនេះផងដែរក៏យើងអាចប្រើសម្រាប់បញ្ជាលើមុខងារផ្សេងបានផងដែរដូចគ្នាបងប្អូនណាហើយនឹងមានអេក្រង់មួយទៀតនេះគឺជាអេក្រង់ខាងអ្នករួមដំណើរជាប្រភេទអេក្រង់កំសាន្តដែលអាចមើលវីដេអូមើលកុនមើលអីមើល YouTube បានតាមតម្រូវការរបស់អ្នកដែលរួមដំណើរជាមួយយើងហើយជាប្រភេទអេក្រង់ private ទេបងប្អូនមានថាខាងតកងមិនអាចមើលអេក្រង់នេះឃើញទេដើម្បីរក្សាសុខភាពនៅពេលដែលបើកបរកុំឲ្យតកងគាត់បែរអារម្មណ៍នៅពេលដែលបើកបរបងប្អូនចំណុចសំខាន់មួយទៀតដែល Leopard 5មានបងប្អូនណាគឺទូទឹកកកបាទទូទឹកកកនេះគឺពិតជាពិសេសមែនទែនហើយមិនអាចអត់បានទេបងប្អូនបាទទូទឹកកកនេះយើងអាចខ្លះសេទឹករហូតទៅដល់4ដងបងប្អូនហើយទូទឹកកកនេះយើងអាចខ្លះសេត្រជាក់ក៏បានយើងអាចកម្ដៅឲ្យទៅជាទឹកក្តៅវិញក៏បានដែរបងប្អូនណាហើយចំណុចសំខាន់មួយទៀតបងប្អូនគឺកញ្ចក់មើលខាងក្រៅបងប្អូនណាជាប្រភេទកញ្ចក់ digital បាទកញ្ចក់មើលខាងក្រៅគឺជាប្រភេទកញ្ចក់ digital ដែលបងប្អូនងាយស្រួលមែនតើក្នុងការមើលទាំងពេលយប់ទាំងពេលថ្ងៃឥឡូវយើងទៅមើលកៅអីខាងក្រៅទាំងអស់នេះទៅវាទលាប៉ុណ្ណាបងប្អូនសម្រាប់កៅអីខាងក្រៅក៏ធំណាស់បងប្អូនធំទលាល្អមែនតើហើយអង្គុយស្រួលមានតម្រេតណាហើយយើងអាចសេរីវាឲ្យត្រេតបានឲ្យត្រេតទៅក្រោយដើម្បីសម្រាកបានកុំឲ្យខ្នងយើងត្រង់ក៏វាអង្គុយអត់ស្រួលដែរពេលធ្វើដំណើរផ្លូវឆ្ងាយហើយទលាបងប្អូនណាទលាណារហូតដល់2ថ្នប់ដៃរបស់ខ្ញុំបងប្អូនណា2ថ្នប់ដៃរបស់ខ្ញុំទលាខ្លាំងហើយខាងក្រៅក៏យើងមានarmrest ផងដែរសម្រាប់អង្គុយបានមនុស្ស2នាក់ហើយដាក់ armrest យើងដាក់ដបទឹកដាក់អីបានស្រួលបាទហើយនេះយើងអាចដាក់អាវ៉ាន់នេះបានខ្លះទៀតបងប្អូនបាទកៅអីក្រៅអង្គុយស្រួលខ្លាំងណាស់បងប្អូនអង្គុយស្រួលមែនតើចំពោះ sound system អីបងប្អូន Leopard 5គឺមិនសំចៃទេបងប្អូនណាគឺប្រើជាមួយនឹង brand របស់ Devilate របស់បារាំងបងប្អូនណាជា brand ដែលថ្លៃបំផុតរបស់បារាំងហើយព្រោះខ្លាំងណាស់បងប្អូនរងំរំដំតែម្ដងហើយជាមួយនឹង sound system នេះបងប្អូនបើកបាត់ញាក់បាទរងំរំដំដូចជានៅក្នុងក្លឹបទេបងប្អូនបាទ Leopard 5គឺមានបច្ចេកវិទ្យាទំនើបជាច្រើនទេបងប្អូនដែលបំពាក់នៅលើឡានមួយនេះខ្ញុំរៀបរាប់មិនអស់ទេបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការឬក៏ចាប់អារម្មណ៍ជាមួយនឹង Leopard 5បងប្អូនណាជាមួយនឹងប្រភេទឡាន off road ដែលមានសមត្ថភាពកំពូលហើយអ្វីសំខាន់គឺតម្លៃសមរម្យបងប្អូនតម្លៃត្រឹមតែ 60000 ជាងតែប៉ុណ្ណោះបងប្អូនចង់តេស្តរាយបងប្អូនចង់ដឹងពី spec ស៊ីជម្រៅរបស់ Leopard 5បងប្អូនអាចអញ្ជើញមក MK ដើម្បីធ្វើការតេស្តរាយបានបងប្អូនហើយគឺយើងមានឡានមួយសម្រាប់បងប្អូនតេស្តរាយខ្ញុំ recommend ជាពិសេសតែម្ដងសម្រាប់បងប្អូនដែលកំពុងតែស្វែងរកឡាន off road ដែលមានសមត្ថភាពកំពូលហើយតម្លៃសមរម្យគឺតម្លៃត្រឹមតែ $60000 ជាប៉ុណ្ណោះអរគុណច្រើនបងប្អូនជួបគ្នានៅ MK បាយបាយ